មានអ្នកដែលធ្លាប់គិតដែរថាឃើញគេឬក៏អ្នកណាម្នាក់ដែលគេតែងតែមានក្តីស្រមៃគេអាចធ្វើបានហេតុអីបានគេធ្វើក្នុងរយៈពេលប៉ុណ្នេះគេធ្វើបានជោគជ័យហេតុអីក៏យើងមិនជោគជ័យដូចគេទាំងនេះវាជាការប្រៀបធៀបតែមានចំណុចមួយទៀតវាជាការបំភ័យខ្លួនឯងខ្ញុំចង់ប្រាប់អ្នកនរថាកុំតន់ភ័យបើសិនជាយើងមិនទាន់ជោគជ័យឬក៏កុំតន់ភ័យបើសិនជាយើងមិនទាន់បានដើរដល់ក្តីស្រមៃដែលយើងបានសម័យឬក៏យើងបានគ្រោងទុកពីព្រោះដោយសារថាគ្រប់រឿងដែលជោគជ័យឬក៏គ្រប់រឿងដែលអាចសម្រេចបានទៅតាមក្តីសម័យគឺត្រូវចាប់ផ្ដើមពីអ្វីដែលតូចៗមុនសិនជំហានដែលយើងបានដើរនៅជំហានឧទាហរណ៍ថាឥឡូវកម្មចន្ទើទី10ដែលយើងបានដើរវាត្រូវចាប់ផ្ដើមឲ្យយើងដើរពីកម្មចន្ទើទី1ទៅមុនសិនអញ្ចឹងយើងត្រូវចាប់ផ្ដើមពីជំហានទី1នៃការឡើងកម្មចន្ទើទី1រហូតដល់យើងអាចទៅដល់កម្មចន្ទើទី10បានហើយកុំបន្ទោសខ្លួនឯងឬក៏កុំមើលស្រាលខ្លួនឯងនៅពេលដែលយើងចាប់ផ្ដើមពីជំហានតូចៗទៅអ្នកនេះត្រូវចាំបានថាអ្នកដែលគាត់បានទៅដល់ជំហានធំឬអ្នកដែលគាត់បានទៅដល់នៅកម្រិតក្តីសម័យរបស់គាត់ជោគជ័យឬក៏កម្មចន្ទើទី10ដែលខ្ញុំបាននិយាយមិញហ្នឹងគឺគាត់សិតតែចាប់ផ្ដើមពីជំហានទី1ពីកម្មចន្ទើទី1ទៅទាំងអស់ពីចំណុចតូចៗទៅទាំងអស់អ្វីដែលយើងត្រូវធ្វើគឺយើងត្រូវចាប់ផ្ដើមធ្វើចំណុចតូចៗនោះជារៀងរាល់ថ្ងៃឬក៏ជារឿយៗថ្ងៃណាមួយយើងនឹងទទួលបាននៅក្តីសម័យយើងចង់បានឬក៏យើងអាចទៅដល់នៅជំហានទី10ឬកម្មចន្ទើទី10ដែលយើងបានគ្រោងទុកនោះដូចគ្នា